អ្វីបានជាកុមារអូទីសឹមគាត់ពិបាកនៅក្នុងការផ្លាស់ប្ដូរសកម្មភាពរបស់គាត់នៅពេលដែលយើងចង់ផ្លាស់ប្ដូរកុមារអូទីសឹមឲ្យឈប់ធ្វើពីសកម្មភាពមួយប្ដូរទៅសកម្មភាពមួយទៀតវាគឺជារឿងពិបាកសម្រាប់កុមារអូទីសឹមហើយក៏វាជាកត្តាបង្កឲ្យកុមារអូទីសឹមគាត់មានហៅថា body stress response បានន័យថាគឺធ្វើឲ្យរាងកាយរបស់កុមារអូទីសឹមគាត់មានការឆ្លើយតបទៅលើនឹង stress កើតឡើងនៅពេលដែលរាងកាយធ្វើការឆ្លើយតបជាមួយនឹង stress នឹងធ្វើឲ្យលេចចេញនៅរោគសញ្ញាមួយចំនួនដែលធ្វើឲ្យកុមារអូទីសឹមគាត់បេះដូងគាត់ដើរញាប់នៅក្នុងពេលដែលគាត់មិនបានត្រៀមក្នុងការផ្លាស់ប្ដូរសកម្មភាពធ្វើឲ្យហូម៉ូន cortisol នឹងកើនឡើងភ្លាមៗដែលគេហៅថា cortisol spike ដែលបង្កឲ្យទៅជា stress កើតឡើងនិងធ្វើឲ្យកុមារអូទីសឹមគាត់មានថាអារម្មណ៍ខ្លាចនៅពេលដែលគាត់ធ្វើការផ្លាស់ប្ដូរនិងធ្វើឲ្យប៉ះពាល់ទៅដល់ផ្លូវចិត្តរបស់គាត់ហើយខណៈនៅពេលដែលរាងកាយធ្វើការឆ្លើយតបជាមួយនឹង stress ក៏ធ្វើឲ្យខួរក្បាលរបស់កុមារអូទីសឹមគឺរងនៅការគំរាមកំហែងធ្វើឲ្យប្រព័ន្ធប្រសាទច្របូកច្របល់គឺអត់អាចធ្វើឲ្យកុមារនឹងស្ងប់បានទេចំណុចដែលត្រូវចងចាំខួរក្បាលរបស់កុមារអូទីសឹមគឺគាត់ត្រូវការអារម្មណ៍មួយដែលមានសុវត្ថិភាពត្រូវការមានការណែនាំច្បាស់មុននឹងឲ្យគាត់ផ្លាស់ប្ដូរធ្វើអ្វីមួយកុមារអូទីសឹមគាត់មិនត្រូវការអារម្មណ៍មួយដែលលើសលប់ទេដូច្នេះយើងត្រូវតែជៀសវាងនៅសកម្មភាពណាមួយដែលធ្វើឲ្យអារម្មណ៍របស់កុមារអូទីសឹមនឹងលើសលប់បានន័យថាអារម្មណ៍ដែលទទួលបានគឺវាលើសពីខួរក្បាលរបស់គាត់នឹងទទួលយកបាននៅពេលដែលកុមារអូទីសឹមធ្វើការផ្លាស់ប្ដូរសកម្មភាពណាមួយហើយអត់បានប្រាប់គាត់ជាមុនឬក៏ណែនាំប្រាប់គាត់ឲ្យបានច្បាស់ជាមុននោះទេនឹងធ្វើឲ្យរាងកាយប្រតិកម្មខ្លាំងមុននឹងប្រព័ន្ធប្រសាទដំណើរការនៅពេលដែលធ្វើការផ្លាស់ប្ដូរមិនបានប្រាប់កុមារអូទីសឹមមុនឬក៏មិនបានពន្យល់ណែនាំឲ្យគាត់ច្បាស់នោះទេនោះនឹងធ្វើឲ្យរាងកាយរបស់គាត់ប្រតិកម្មមុននឹងប្រព័ន្ធប្រសាទដំណើរការមានន័យថាគឺគាត់នឹងចេញនៅអាកប្បកិរិយាមួយគឺគាត់មិនព្រមទទួលយកហេតុការណ៍ដែលយើងចង់ឲ្យគាត់ធ្វើនោះទេគាត់នឹងដើររកឬក៏គាត់បដិសេធទៅរកសកម្មភាពនោះដដែលទោះបីជាយើងពន្យល់គាត់ក្រោយពេលដែលយើងផ្លាស់ប្ដូរក៏ហើយក៏គាត់អត់ស្ដាប់ដែរដូច្នេះនៅពេលដែលយើងធ្វើការផ្លាស់ប្ដូរសកម្មភាពមួយមិនបានប្រាប់ជាមុននឹងធ្វើឲ្យមានបញ្ហាកើតឡើងចំពោះកុមារអូទីសឹមជាពិសេសគឺធ្វើឲ្យរាងកាយប្រតិកម្មខ្លាំងហើយនឹងធ្វើឲ្យខួរក្បាលច្របូកច្របល់ដើម្បីឲ្យរាងកាយមិនរងនៅប្រតិកម្មខ្លាំងហើយធ្វើឲ្យប្រព័ន្ធប្រសាទនឹងគឺអាចគ្រប់គ្រងបានដូច្នេះត្រូវតែចងចាំថាការផ្លាស់ប្ដូរសកម្មភាពមួយទៅសកម្មភាពមួយទៀតរបស់កុមារអូទីសឹមគឺជាការគ្រប់គ្រងនៅប្រព័ន្ធប្រសាទមិនមែនយើងត្រូវគ្រប់គ្រងអាកប្បកិរិយាមុននោះទេគឺយើងត្រូវតែគ្រប់គ្រងប្រព័ន្ធប្រសាទជាមុនឧទាហរណ៍នៅពេលដែលបងប្អូនផ្លាស់ប្ដូរផ្ទះទៅនៅផ្ទះថ្មីផ្លាស់ប្ដូរសាលារៀនប្ដូរពីសកម្មភាពមួយទៅសកម្មភាពមួយទៀតប្ដូរពីរបៀបជួយកុមារអូទីសឹមមួយទៅជារបៀបថ្មីមួយទៀតប្រសិនបើយើងអត់បានប្រាប់គាត់ជាមុនទេនោះនឹងធ្វើឲ្យរាងកាយប្រតិកម្មប្រព័ន្ធប្រសាទច្របូកច្របល់បងប្អូនឃើញហើយកុមារអូទីសឹមនៅពេលដែលគាត់មានអារម្មណ៍ថាគ្មានសុវត្ថិភាពនៅពេលដែលមានអារម្មណ៍ច្របូកច្របល់រាងកាយគាត់ប្រតិកម្មនៅពេលដែលគាត់ទៅគេងនៅផ្ទះថ្មីគឺគាត់អត់ចូលគេងទេខ្លួនប្រព័ន្ធប្រសាទរបស់គាត់អត់បានត្រៀមជាមុនទេដូច្នេះនឹងធ្វើឲ្យមានរឿងកើតឡើងគាត់អាចនឹងអត់គេងគាត់ញ៉ាំញ៉ៅហើយធ្វើឲ្យប៉ះពាល់ទៅលើផ្លូវអារម្មណ៍របស់គាត់ខ្លាំងដោយសារតែការមិនបានត្រៀមទុកជាមុននិងការបង្ហាញឬក៏ពន្យល់ឲ្យបានច្បាស់ជាមុននៅក្នុងការផ្លាស់ប្ដូរមិនថាការបដូរផ្ទះបដូរសាលារៀនបដូរពីសកម្មភាពមួយទៅសកម្មភាពមួយបដូរពីការលេងមួយទៅការលេងមួយឬក៏បដូរពីរបៀបជួយមួយទៅរបៀបជួយមួយទៀតគឺយើងត្រូវតែត្រៀមទុកជាមុនតាមរយៈការពន្យល់ឲ្យបានច្បាស់ហើយជៀសវាងធ្វើឲ្យកុមារអូទីសឹមនឹងគ្មានអារម្មណ៍សុវត្ថិភាពនិងជៀសវាងបង្កឲ្យមានអារម្មណ៍ថាលើសលប់ខ្លាំងជាចុងក្រោយនាងខ្ញុំសូមអរគុណចំពោះពុកម៉ែបងប្អូនតែងតែគាំទ្រវីដេអូរបស់នាងខ្ញុំ